ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានឹងឯងស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាច់ជាថ្មីម្ដងទៀតអូខេបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបរៀនបងប្អូនទាំងអស់គ្នានឹងឯងមកបរៀនបងប្អូនទាំងអស់គ្នារបៀបក្នុងការបង្កើត Gmail នឹងឯងនៅលើទូរស័ព្ទដៃ iPhone ណាមិនថា iPhone មិនថា Android ទេគឺយើងអាចបង្កើតតាមវិធីនឹងបានដូចគ្នាបងប្អូនតែគ្រាន់តែជាមួយ iPhone គឺយើងចូលបង្កើតនៅក្នុងកម្មវិធី Safari បើចំពោះ Android យើងក៏បង្កើតនៅលើកម្មវិធីមានច្រើនដូចជា Google Chrome Google Firefox ឬក៏គេ browser អីផ្សេងទៀតហ្នឹងណាតែ Android មានជម្រើសច្រើន Android và iPhone មានតែពីរជម្រើសមានតែមួយជម្រើសទេស៊ីមរបៀបគឺ Safari តែយើងអាចដាក់ Apple ID ទៅចូលទៅក្នុង App Store យើងអាច download បានដូចជាពាក់ព័ន្ធជាមួយនឹងអីចាពាក់ព័ន្ធជាមួយនឹងជ្រោមជាមួយនឹងអីគឺយើងអាច download បានដូចគ្នាតែគ្រាន់តែដូចខ្ញុំនិយាយមិញអញ្ចឹងគឺជម្រើសរបស់iPhone គឺមានតែ Safari ទេហ្នឹងហើយជុំជាមួយនេះឃើញបើ iPhone បើយើងអាចតម្លើងជ្រោមបានដូចខ្ញុំនិយាយមិញអញ្ចឹងឃើញជ្រោមឬ Google បានតែដោយសារយើងអត់ជម្រើសយើងមានតែប្រើ Safari អូខេអញ្ចឹងយើងចូល Safari របស់ iPhone ដើម្បីបង្កើតអូខេខ្ញុំសូម search មួយបងប្អូន search តាមខ្ញុំបងប្អូន search ពាក្យថា Google មកបងប្អូនដែលធ្វើនៅលើ iPhone ដូចគ្នាបងប្អូនហ្នឹងហើយវាយទៅពាក្យថា Google មកអូខេខ្ញុំវាយពាក្យ google.com អូខេវាចេញជាទម្រង់បែបហ្នឹងបងប្អូនកលេចមកលើខាងលើគេបងប្អូននេះបងប្អូនយកពាក្យថា sign in ហ្នឹងហើយ sign in ហើយបងប្អូនយកពាក្យថាcreate account បងប្អូនយកខាងលើគេមកអូខេកន្លែងនេះបងប្អូនដាក់ first name និង username ឥឡូវខ្ញុំសូមដាក់នាមខ្ញុំមួយសិនដោយសារខ្ញុំមាននាមផ្ទាល់ខ្លួនរបស់ខ្ញុំគឺមិនថានាមគឺឈ្មោះរបស់ខ្ញុំតែខ្ញុំមានអក្សរប្រភេទកាត់របស់ខ្ញុំទេបងប្អូនដាក់ឈ្មោះដាក់តាមហ្នឹងណានេះដោយសារឈ្មោះខ្ញុំអូខេខ្ញុំដាក់ PP ហើយfirst name ខ្ញុំដាក់ PP ហើយនឹង account ដាក់អក្សរតូចដូចគ្នាដាក់ NP អញ្ចឹងទៅបងប្អូន PPNP របស់ខ្ញុំអានេះឈ្មោះរបស់ខ្ញុំអូខេហើយចុច next ហើយកន្លែងនេះបងប្អូនរើសមករើសថ្ងៃខែឆ្នាំកំណើតបងប្អូនដាក់ពិតក៏បានឬក៏បងប្អូនដាក់fake ក៏បានដែរហ្នឹងហើយស្រាប់ចិត្តបងប្អូនទេអត់តែមានអាយុចាប់ពី18ឆ្នាំហើយកន្លែងនេះគឺកន្លែង page បងប្អូនរើស page មកប្រុសដាក់ប្រុសស្រីដាក់ស្រីមកហ្នឹងហើយប្រុសយើងដាក់ប្រុសហើយទៅវិញយើងចុច next ទៅមុខទៀតអូខេអាកន្លែងនេះគឺវាមានជម្រើសយកកន្លែង create you email Gmail address នេះមានន័យថាយើងបង្កើត Gmail ខ្លួនឯងដែលយើងទៅសេរនឹកអីខ្លួនឯងណាតែបើអត់ទេយើងយកអាកន្លែងនេះគេបង្កើតយើងមកពីរនេះយើងរស់មួយណាក៏បានដែរអញ្ចឹងយើងគិតថាយើងចាំមួយណាយកមួយនឹងយកខាងលើគេមកអូខេបន្ទាប់មកយើងចុចពាក្យថា next អូខេបន្ទាប់មកទៀតកន្លែង password នេះបងប្អូនបញ្ជាក់មកហ្នឹងហើយបងប្អូនវាយ password មកបងប្អូនដាក់មិនតែខ្ញុំដូចខ្ញុំនិយាយ password គឺខ្ញុំមានរបៀបដាក់ password របស់ខ្ញុំហើយអញ្ចឹងបងប្អូនដាក់មកខ្លួនឯងមកហើយកន្លែង password គឺខ្ញុំលាក់បន្តិចហើយហ្នឹងហើយខ្ញុំអត់បើកទេអាខាងក្រោមដូចគ្នាបងប្អូនដាក់ដូចគ្នាមកណាpassword ខាងក្រោមអូខេអញ្ចឹងខ្ញុំបញ្ជាក់បន្តិចកន្លែងនេះអា password អាខាងលើនេះគឺអាខាងលើខាងក្រោមគឺដាក់ដូចគ្នាខាងលើយើងដាក់មិនអាខាងក្រោមយើងដាក់ចឹងអាខាងលើវាដាក់ពាក្យថា password ហ្នឹងហើយវាដាក់ថា password ហើយអាកន្លែងទី2នេះវាដាក់ថា confirm ចឹងណាអូខេបន្ទាប់ពីបងប្អូនធ្វើឲ្យអស់ហើយបងប្អូនចុច next មកបងប្អូនចុច next ទៀតមកអូខេបន្ទាប់មកដល់កន្លែងនេះបងប្អូនឃើញវាដាក់មានឃើញទេយើងយកពាក្យថា skip មកហ្នឹងហើយបន្ទាប់មកទៀតយើង skip មួយទៀតមកអូខេបន្ទាប់មកទៀតយើងចុច next មកគឺយើងបានទទួលបានemail មួយដែល free ហ៎បងប្អូនហ្នឹងហើយគឺអត់មានទាមទារលេខទូរស័ព្ទអត់មានអីទេគឺយើងទទួលបាន email មួយហើយអញ្ចឹងទូរស័ព្ទយើងមាន email អញ្ចឹងយើងអាចយក email ហ្នឹងទៅបង្កើតដូចជា Apple ID ក៏បានដែរអញ្ចឹងខ្ញុំមើលវីដេអូបង្គាប់បន្ទាប់ទៀតខ្ញុំនឹងអាចធ្វើរបៀបក្នុងការបង្កើត Apple ID នៅលើទូរស័ព្ទដៃ iPhone ឬក៏ iPad អញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណដែលបានទស្សនាវីដេអូមួយនេះជម្រាបលាបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយទៀតអូខេបាយបាយ